ទូរទស្សនិកជនជាទីគោរពនៅពេលនេះខ្ញុំបាទសូមជូនព័ត៌មានសំខាន់ប្រចាំសប្តាហ៍ដែលរួមមានព័ត៌មានជាតិព័ត៌មានសេដ្ឋកិច្ចនិងអន្តរជាតិផងដែរជាដំបូងខ្ញុំបាទសូមជូនព័ត៌មានជាតិដែលជាដំបូងគឺកិច្ចប្រជុំបណ្ដាមន្ត្រីអាស៊ានដែលពិភាក្សាទៅលើបង្រៀនក្របប្រតិបត្តិសម្រាប់ចិនខាងត្បូងដោយនៅក្នុងសប្តាហ៍នេះមានកិច្ចប្រជុំបណ្ដាមន្ត្រីអាស៊ានដែលបានផ្ដោតលើកិច្ចពិភាក្សាលើរបៀបវារៈក្របប្រតិបត្តិសម្រាប់ចិនខាងត្បូងដែលសម្រាប់ដាក់បញ្ចូលក្នុងកិច្ចប្រជុំធំនៅថ្ងៃទី9កក្កដាខាងមុខនេះលោកជំទាវ សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងជាប្រធាននៃកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីមានប្រសាសន៍ថាកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីការបរទេសអាស៊ាននៅថ្ងៃទី1និងថ្ងៃទី2នេះគឺពិភាក្សាអំពីក្របប្រតិបត្តិសម្រាប់ចិនខាងត្បូងអនុសារណៈនៃការយោគយល់គ្នារវាងអាស៊ាននិងចិនលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរស្តីពីសន្ធិសញ្ញានិងពិធីសារនៅថ្ងៃទី10ខែកក្កដាឆ្នាំ2012លោកជំទាវបញ្ជាក់ទៀតថាក្រៅពីកិច្ចពិភាក្សាខាងលើកិច្ចប្រជុំក៏មានការពិភាក្សាទៅលើឯកសារទស្សនៈទានមួយចំនួនសម្រាប់រៀបចំឲ្យថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានធ្វើការអនុម័តនៅក្នុងកិច្ចប្រជុំនៅថ្ងៃខាងមុខផងដែរកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននេះក៏មានការពិភាក្សាអំពីបញ្ហាសន្តិសុខនៅក្នុងតំបន់ជាមួយនឹងសមាជិកអចិន្ត្រៃយ៍ទាំង5នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UNSC គូបញ្ជាក់ថាកិច្ចប្រជុំនេះនឹងមានកិច្ចប្រជុំអាស៊ានបូក3លើកទី13កិច្ចប្រជុំអាស៊ានរដ្ឋមន្ត្រីការបរទេសមេគង្គលើកទី5ជាមួយជប៉ុនកូរ៉េខាងត្បូងអាស៊ានបូកអូស្ត្រាលីកាណាដាចិនសហភាពអឺរ៉ុបឥណ្ឌានូវែលសេឡង់និងអាស៊ានជាមួយមហាអំណាចសហរដ្ឋអាមេរិកដែលនឹងអញ្ជើញចូលរួមបើកអង្គប្រជុំពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែនចំណែកឯឧត្តមឧបនាយករដ្ឋមន្ត្រីហៅនំហុងរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនឹងធ្វើជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី45កិច្ចប្រជុំជាមួយនឹងប្រទេសជាដៃគូកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី19និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី2នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅក្នុងសប្តាហ៍នេះងាកទៅចំនួនសម្ដេចនាយករដ្ឋមន្ត្រីរវាងប្រទេសអាមេរិកនិងអង់គ្លេសគឺផ្ដោតលើទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគកម្ពុជារំពឹងថាទំនាក់ទំនងពាណិជ្ជកម្មវិនិយោគនិងទេសចររវាងកម្ពុជានិងសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសនឹងទទួលបានការរីកចម្រើនខ្លាំងនៅពេលអនាគតក្នុងជំនួបដាច់ដោយឡែកមួយរវាងលោក William Todd ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានៅវិមានសន្តិភាពនាព្រឹកថ្ងៃទី3កក្កដាឆ្នាំ2012សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាកម្ពុជាពិតជាអរគុណចំពោះប្រជាជននៅរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានផ្ដល់នូវជំនួយជាច្រើនដល់កម្ពុជាជាពិសេសចំពោះលោក William Todd ដែលបានយកចិត្តទុកដាក់និងជំរុញអ្នកវិនិយោគពីសហរដ្ឋអាមេរិកឲ្យមកបណ្ដាក់ទុននៅកម្ពុជាដែលជាមួយគ្នានេះសម្ដេចក៏មានប្រសាសន៍ផ្ដោតដល់ការវិនិយោគលើវិស័យពាណិជ្ជកម្មនិងទេសចរផងដែរលោក William Todd បានជម្រាបជូនសម្ដេចតេជោហ៊ុនសែនថាលោកមានចិត្តរីករាយណាស់ដោយបានមកធ្វើជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាហើយលោកក៏បានជម្រាបជូនសម្ដេចតេជោអំពីទិសដៅ4ចំណុចដែលលោកត្រូវយកចិត្តទុកដាក់ជាចម្បងក្នុងនោះមានទី1ពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរទី2ជំរុញការអភិវឌ្ឍវិស័យវិនិយោគពីសហរដ្ឋអាមេរិកមកកម្ពុជាទី3សហការនិងផ្តល់ព័ត៌មានដល់ក្រសួងស្ថាប័នពាក់ព័ន្ធនានានៅអ្វីដែលជាអត្ថប្រយោជន៍សម្រាប់ជំរុញទំនាក់ទំនងនិងការអភិវឌ្ឍរបស់កម្ពុជានិងទី4ធ្វើឲ្យមានទំនាក់ទំនងល្អរវាងយុវជននិងយុវជនជាការឆ្លើយតបចំពោះបំណងល្អនេះសម្ដេចតេជោក៏បានសម្ដែងនូវក្តីរីករាយផងដែរចំពោះការធ្វើឲ្យមានទំនាក់ទំនងល្អឡើងវិញរវាងប្រទេសទាំងពីរដែលក្នុងនោះសម្ដេចបានបង្ហាញពីការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិកទៅលើយុវជនកម្ពុជាដែលត្រូវកសាងឡើងសម្រាប់ថ្ងៃអនាគតនៅក្នុងសប្តាហ៍នេះនាយករដ្ឋមន្ត្រីក៏បង្ហាញពីជំហរមិនថយក្រោយរឿងកំណែទម្រង់ដីធ្លីដោយនៅក្នុងសប្តាហ៍នេះយុវជនស្ម័គ្រចិត្តចំនួន360នាក់បន្ថែមទៀតបានចាក់ចេញពីទីក្រុងភ្នំពេញនៅដំណាក់កាលជំហានទី3ទៅវត្តដីជួរប្រជាពលរដ្ឋនៅក្នុងខេត្តចំនួន5ផ្សេងទៀតហើយសម្ដេចនាយករដ្ឋមន្ត្រីបានបង្ហាញជំហរថាកំណែទម្រង់ដីចុងក្រោយនេះគឺមិនរាថយឡើយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ឯកឧត្តមអឹមឈុនលឹមបានថ្លែងនៅក្នុងពិធីជូនដំណើរការពីព្រឹកថ្ងៃទី5ខែកក្កដាថានេះជាលើកទី3ហើយដែលក្រុមយុវជនស្ម័គ្រចិត្តចេញទៅវាស់ដីជូនប្រជាពលរដ្ឋចំនួន12ខេត្តនៅទូទាំងប្រទេសកម្ពុជាដែលមានយុវជនសរុបចំនួន1100នាក់ដែលពួកគេជានិស្សិតនៅតាមសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញនេះជាការបដិញ្ញាចិត្តរបស់រដ្ឋាភិបាលយ៉ាងម៉ឺងម៉ាត់លើកំណែទម្រង់ដីធ្លីនយោបាយចាស់សកម្មភាពថ្មីបន្ទាប់ពីសមាហរណកម្មឡូនេសាទជាប្រវត្តិសាស្ត្ររួចមកឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងថាលើកទី1គឺមានចំនួន734នាក់ចែកចេញជា61ក្រុមនៅខេត្តចំនួន7មានខេត្តរតនគិរីមណ្ឌលគិរីក្រចេះកំពង់ចាមបាត់ដំបងបន្ទាយមានជ័យនិងខេត្តកំពតលើកទី2មាន3ក្រុមចំនួន36នាក់ចុះទៅខេត្តកំពង់ស្ពឺនិងលើកទី3នេះចំនួន360នាក់ចេញទៅ5ខេត្តគឺមានខេត្តព្រះវិហារ
ចំនួន3ក្រុមខេត្តកំពង់ធំចំនួន10ក្រុមខេត្តស្ទឹងត្រែងចំនួន4ក្រុមខេត្តកំពង់ឆ្នាំងចំនួន7ក្រុមនិងខេត្តកំពង់ស្ពឺចំនួន6ក្រុមបន្ថែមទៀតเป็นยังคือยุชนมาแต่ตั้งที่กระไรมาจะนอนตัวตั้งเป็นผู้ทำงานใช้กับมาจับดาวตำนานการโครงการเยี่ยมว่าไว้ในที่ยังเปลี่ยนกระมมาจำนวนกับการชิ้นตะกอการว่าไว้สาวใดอยู่ด้วยความคลาดเป็นแต่โรงงานว่าไว้ตะบอนทมจำนวนហើយនឹងក្រុមខ្លះក៏បានស្រង់តន្ត្រីចាស់ពីរូបក្នុងសប្តាហ៍ទី1នេះដោយសារថាមានភ្លៀងធ្លាក់ច្រើននៅតំបន់មួយចំនួនតែទោះបីយ៉ាងម៉េចក៏ដំណើរការការងារជាទៅហើយយុវជនយើងក៏ចាប់ផ្ដើមរៀនសូត្រកាន់មានពិសោធន៍ซึ่งអាចថាសប្តាហ៍ទាំងមួយទៀតយើងនឹងបានផលច្រើនជាងបន្តសម្ដេចនាយកហ៊ុនសែនបានបង្ហាញពីជំហររបស់រដ្ឋាភិបាលម្ដងទៀតថាសម្ដេចមិនរាថយក្រោយទេក្នុងការអនុវត្តនយោបាយចាស់សកម្មភាពថ្មីលើកំណែទម្រង់ដីធ្លីបើសិនជាការប្រើប្រាស់កម្លាំងយុវជនស្ម័គ្រចិត្តជាង 1000 នាក់នេះមិនគ្រប់សម្ដេចអាចបន្ថែមរហូតដល់ 5000 នាក់ទៀតក៏បានដែរព្រោះនេះជាវិធានការបម្រើផលប្រយោជន៍ជូនប្រជាជនដើម្បីទទួលបានកម្មសិទ្ធិដីធ្លីស្របច្បាប់កុំថាឡើយត្រឹម1000ឥឡូវនឹងឈានឡើងដល់ទៅ1500 1900បើគិតទៅពេលទៅបោកឡើងណា1600 1700កុំថាឡើយប្រើប៉ុណ្ណាប្រើ5000ក៏ប្រើដែរប្រហែលឲ្យតែដោះស្រាយបញ្ហាជូនប្រជាជនហើយបាទជូនប្រជាជនហើយបាទគាត់មានសុវត្ថិភាពកាន់កាប់ដីធ្លីហើយខ្ញុំអរគុណណាស់មួយបានធ្វើដំណើរទៅហើយគេមានបទពិសោធន៍ខុសគ្នាពីកន្លែងមួយទៅកន្លែងមួយប៉ុន្តែអ្វីដែលដូចគ្នាគឺពួកគេបានធ្វើในការបម្រើប្រទេសជាតិបាត់ជាបន្តគឺរយៈពេល5ខែដើមឆ្នាំ2012កម្ពុជាទទួលទេសចរអន្តរជាតិបានជាង 1.5 លាននាក់ដោយនៅក្នុងសប្តាហ៍នេះរដ្ឋមន្ត្រីក្រសួងទេសចរបានបង្ហាញពីមោទនភាពរបស់ខ្លួនថាក្នុងរយៈពេល5ខែដើមឆ្នាំ2012កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិបានជាង 1.5 លាននាក់ក្នុងអត្រាកំណើនដល់ទៅ 29.3% ធៀបនឹងពេលដូចគ្នាក្នុងឆ្នាំ2011ថ្លែងនៅក្នុងសន្និបាតវងសរុបការងារទេសចរឆ្នាំ2011ឆមាសទី1ឆ្នាំ2012និងទិសដៅអនុវត្តឆមាសទី2ឆ្នាំ2012នៅសាលសន្និសីទចតុមុខឯកឧត្តមថោងផុនបានមានប្រសាសន៍ថាក្នុងឆ្នាំ2011កម្ពុជាបានទទួលទេសចរអន្តរជាតិចំនួន 2,881,862 នាក់ក្នុងកំណើន 15% បើប្រៀបធៀបទៅនឹងឆ្នាំ2010ជាមួយនឹងកំណើនទេសចរក្នុងស្រុកប្រមាណ 7 លាននាក់មានកំណើនប្រមាណ 3% ដោយបាននាំមកនៅចំណូលប្រមាណ $1,912 លានចាត់បញ្ចូលក្នុងសេដ្ឋកិច្ចកម្ពុជាស្មើនឹង 12% នៃចំនួន GDP និងបង្កើតការងារដោយផ្ទាល់ប្រមាណ 35,000 នាក់សប្តាហ៍នេះគឺថៃគេបានជាង 10 លានម៉ាឡេគេជាង 10 លានសិង្ហបុរី 5 6 7 លានយើងទោះបីថាយើងតិចបើយើងប្រៀបធៀបនឹងសមាមាត្រប្រជាជនយើងមិនច្រើនជាងគេណាប្រជាជនយើង14លានដែរយើងបាន 3-4 លានដែរប៉ុន្តែយើងខំទៅទៀតអាចច្រើនជាងគេបើគិតពីសមាមាត្រប៉ុន្តែយើងគិតថាយើងប្រឹងប្រែងដែរប្រទេសយើងវិបត្តិដែរតែទេមកដល់ពេលនេះយើងធ្វើបានប៉ុណ្ណឹងខ្ញុំបងដាក់ភាពបានសម្រាប់ប្រទេសយើងលោកជំទាវម៉ែសំអនឧបនាយករដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចបានមានប្រសាសន៍ថាវិស័យទេសចរដើរតួនាទីជាមាសបៃតងក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជាតាមរយៈការបង្កើតការងារនិងបង្កើនឱកាសការងារបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋដោយផ្ទាល់និងរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលលោកជំទាវបានបន្តថាដើម្បីជំរុញល្បឿននៃការអភិវឌ្ឍវិស័យទេសចររាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការវិនិយោគនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនសម្រាប់បម្រើនិងគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរមានដូចជាអាកាសយានដ្ឋានកំពង់ផែស្ពានផ្លូវថ្នល់អគ្គិសនីទឹកស្អាតនិងផ្លូវទៅកាន់តំបន់គោលដៅទេសចរនានានៅទូទាំងប្រទេសដើម្បីឲ្យអ្នកទេសចរជាតិនិងអន្តរជាតិអាចធ្វើដំណើរទៅគ្រប់ទីកន្លែងបាត់តាក់ទងជាមួយនឹងការរៀបចំម្ហូបខ្មែរនិងតន្ត្រីខ្មែរដើម្បីទទួលភ្ញៀវបរទេសវិញគឺនៅក្នុងសប្តាហ៍នេះសម្ដេចហ៊ុនសែនបានមានប្រសាសន៍ក្នុងពិធីបិទសន្និបាតសរុបសភាពការអនុវត្តការងារទេសចរឆ្នាំ2011-2012នៅសាលសន្និសីទចតុមុខ
ថាដើម្បីឲ្យគេដឹងថាអ្វីដែលជារបស់ខ្មែរពិតប្រាកដគឺរាប់ចាប់តាំងពីម្ហូបអាហារឡើងទៅដោយស្ថាប័នរដ្ឋទាំងអស់ត្រូវតែចាប់ដើមមុនគេរាល់ពិធីទាំងឡាយណាដែលរៀបចំឡើងត្រូវតែដាក់បង្ហាញពីម្ហូបខ្មែរព្រមទាំងតន្ត្រីខ្មែរដើម្បីឲ្យភ្ញៀវបរទេសគេស្គាល់ចំពោះម្ហូបអឺរ៉ុបនិងប្រពៃណីបែបលោកខាងលិចវិញគឺមិនមែនជាវប្បធម៌របស់ខ្មែរទេសម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថាបញ្ហាម្ហូបខ្មែរបើយើងមិនប្រឹងប្រែងផ្សព្វផ្សាយខ្លួនឯងទេភ្ញៀវបរទេសក៏គេមិនបានស្គាល់ដែរខ្ញុំធ្លាប់ទទួលភ្ញៀវបរទេសញឹកញាប់ណាស់គឺតែងតែរៀបចំឲ្យមានជាម្ហូបខ្មែរដើម្បីឲ្យភ្ញៀវបានសាកល្បងភ្លក់រសជាតិម្ហូបខ្មែរយើងបើតាមខ្ញុំកត់សម្គាល់នៅពេលដែលខ្ញុំទៅប្រទេសគេក៏គេកម្រដាក់ម្ហូបណាដែលមិនមែនជាម្ហូបរបស់ប្រទេសគេមកឲ្យយើងទទួលទានណាស់ពេលហ្នឹងគឺសូមឲ្យក្រសួងការចាប់ផ្ដើមរបស់យើងគឺចាប់ផ្ដើមពីក្រសួងមានដែលទទួលភ្ញៀវពេលអីពេលជប់លៀងហ្នឹងដាក់ម្ហូបខ្មែរដាក់ភ្លេងខ្មែរគេស្ដាប់មើលពួកគេមកគេចង់ស្គាល់ខ្មែរដល់មកក៏របស់គេដដែលហើយអាសូរតែឲ្យបរិសុទ្ធប៉ុណ្ណរបស់គេទៅនេតងន់នៅកណ្ដឹងខ្ញុំអាហ្នឹងនិយាយទៅចុះឥឡូវយើងចាប់ផ្ដើមពីក្រសួងក៏ដូចជាតាមខេត្តនេះដែលទទួលយើងដាក់របស់ខ្មែរឲ្យគេស្ដាប់មើលយើងទៅប្រទេសគេយើងគួរសិក្សាពីប្រទេសគេអត់ទេណាបើនិយាយពីជប៉ុនផងទៅអត់នឹងដាក់ភ្លេងអីសម័យឲ្យលោកឯងនេះទេហើយបើមកហូបវិញគឺថាមកជប៉ុនសុទ្ធតែមកអាហ្នឹងយើងគួររៀនសូត្រពីគេបងសម្ដេចបានលើកឧទាហរណ៍ថាគណៈពេលដែលសម្ដេចទទួលភ្ញៀវចុងក្រោយគឺព្រះរាជាជប៉ុនសម្ដេចបានឲ្យរៀបមុខម្ហូបចុងក្រោយសម្រាប់ព្រះរាជាសោយនោះគឺសម្លកកូរដែលជាម្ហូបផ្ដាច់មុខរបស់ខ្មែរហើយមុខម្ហូបនេះមានប្រទេសណាមានក្រៅពីខ្មែរទេហើយសម្លកកូរនេះត្រូវបានព្រះរាជាជប៉ុនសោយអស់ពីព្រោះព្រះអង្គចង់ស្គាល់រសជាតិម្ហូបរបស់ខ្មែរយើងដូច្នេះចាប់ពីពេលនេះទៅសម្ដេចបានឲ្យស្ថាប័នរដ្ឋចាប់ផ្ដើមមុនគេក្នុងការរៀបចំទទួលភ្ញៀវបរទេសឲ្យមានម្ហូបខ្មែរនិងតន្ត្រីខ្មែរដោយប្រើប្រាស់ឧបករណ៍ភ្លេងបុរាណខ្មែរដើម្បីឲ្យភ្ញៀវបានស្គាល់សូមមានអារម្មណ៍ទៅទម្រង់លោកនេសាទវិញនៅក្នុងសប្តាហ៍នេះរដ្ឋាភិបាលតាំងចិត្តដាច់ខាតជាមួយនឹងកំណែទម្រង់លោកនេសាទមិនថយក្រោយឡើយពីនេះតទៅគឺគ្មានថៅកែលោកនេសាទទៀតទេនេះជាប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនក្នុងពិធីវេទិកាទិវាមហាជាតិនៅស្រុកក្រូចឆ្មាខេត្តកំពង់ចាមកំណែទម្រង់ទីជម្រៅផ្ដាច់ព្រាត់ជាប្រវត្តិសាស្ត្រលើលោកនេសាទទូទាំងប្រទេសប្រមុខរដ្ឋាភិបាលកម្ពុជាបានតាំងចិត្តម្ដងទៀតថាកំណែទម្រង់នេះមិនថយក្រោយទេពួកថៅកែទាំងអស់មិនមានឱកាសគ្រប់គ្រងលោកនេសាទទៀតហើយនៅក្នុងប្រទេសកម្ពុជាតែប្រជាជនមានសិទ្ធិពេញទីទន្ទឹមនឹងការតាំងចិត្តនេះសម្ដេចបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យហ៊ានធ្វើការតស៊ូមតិជាមួយអំពើអសកម្មណាក៏ដោយរបស់ប្រធានសហគមន៍ឬអាជ្ញាធរដែនដីគ្រោះថ្នាក់ដែលយកផ្ទៃបាំងប្រើប្រាស់ខុសគោលដៅប្រយ័ត្នមេសាគុំតែងតាំងឲ្យធ្វើមេសាគុំបែរជាយកផ្នែកណាមួយនៃបឹងនៃលោកនេសាទរបស់សហគមន៍ទៅប្រគល់ឲ្យពួកតកែឬបញ្ជូនពួកតកែចូលវាយអរិយនេះទៅរៀនតស៊ូប្រទេសប្រជាពលរដ្ឋងើបឈរឡើងត្រឹមតែឡើងដើម្បីតស៊ូជាមួយមេភូមិក្រីមេសហគមន៍ក្រីមេឃុំក្រីឬមេស្រុកឬក៏អាជ្ញាធរណាក៏ដោយដែលរៀនយកបឹងទៅប្រើខុសគោលដៅអញ្ចឹងគឺជាមួយនឹងការពង្រឹងសហគមន៍ដើម្បីឲ្យសហគមន៍រឹងគឺប្រជាពលរដ្ឋដែលជាសមាជិកសហគមន៍ត្រូវរៀនតស៊ូមតិនៅភាពអសកម្មណាក៏ដោយរបស់អ្នកដឹកនាំសហគមន៍ឬអ្នកដឹកនាំនៅមូលដ្ឋានរាប់ទាំងមេឃុំឬចតុកដែលហៅថាក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងចូលកាន់តំណែងនៅក្នុងអតីតកាលមកនេះខ្លះចូលកាន់តំណែងហើយអតីតកាលមកនេះអាចថាចូលកាន់តំណែងទាំងអស់ត្រូវរៀនតស៊ូប្រទេសសម្ដេចបានបញ្ជាក់ថាបទពិសោធន៍នៅឆ្នាំ2011រាជរដ្ឋាភិបាលបានបើកយុទ្ធនាការបង្ក្រាបអំពើអនាធិបតេយ្យក្នុងតំបន់ទន្លេសាបដោយមិនឲ្យមានការធ្វើអាជីវកម្មនៅក្នុងតំបន់នេសាទក្នុងទន្លេសាបបណ្ដោះអាសន្នជាមេរៀនមួយធ្វើឲ្យយើងមានចំណេះដឹងនិងចំណេះធ្វើគ្រប់គ្រាន់ដើម្បីអនុវត្តជាក់ស្ដែងពេលនេះបន្ទាប់ពីធ្វើការដកពិសោធន៍រួចមកតំបន់ខ្លះដែលមិនសូវសម្បូរត្រីបែរជាសម្បូរឡើងវិញកន្លែងដែលពលរដ្ឋធ្លាប់តែគ្មានសិទ្ធិនេសាទឥឡូវមានសិទ្ធិឡើងវិញនៅក្នុងសប្តាហ៍នេះគឺការសំណង់នៅខេត្តកំពង់ស្ពឺពិសោធន៍ឃើញលទ្ធផលហើយវាមិនមែនជាសារធាតុញៀនទេ
តែវិជាសារធាតុគីមីទៅវិញប្រធានមន្ត្រីពិសោធន៍នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននៃក្រសួងមហាផ្ទៃបានបង្ហាញពីលទ្ធផលការសំណល់ដែលរកឃើញនៅខេត្តកំពង់ស្ពឺថាសម្រាប់ទាំងនោះមិនមែនជាសារធាតុញៀនទេតែវាជាសារធាតុគីមីដែលគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋបំផុតឥឡូវអាជ្ញាធរបានដាក់បម្រាមឲ្យប្រជាពលរដ្ឋរស់នៅតំបន់នោះកុំប្រើប្រាស់ទឹកក្នុងដីរយៈពេល1ឆ្នាំនិងហាមចូលព្រមទាំងនៅឲ្យឆ្ងាយពីតំបន់ដែលមានការសំណល់នោះផងដែរថ្លែងក្នុងសន្និសីទកាសែតបង្ហាញពីលទ្ធផលនៃការពិសោធន៍អគ្គលេខាធិការរងនិងជាប្រធានមន្ត្រីពិសោធន៍នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនអាដាមមាសវីរិទ្ធបានមានប្រសាសន៍ថាវត្ថុតាងដែលយើងរកឃើញនៅកន្លែងកើតហេតុមានចំនួន9មុខរួមមានទឹកសារធាតុរាវចំនួន3មុខនិងសារធាតុរឹងចំនួន6មុខតាមការពិសោធន៍ជាបឋមមន្ត្រីពិសោធន៍បានរកឃើញសារធាតុគីមីចំនួន4ដូចជាសូដ្យូមអ៊ីដ្រុកស៊ីតសូដ្យូម3កាបូណាតអាស៊ីតក្លូរីត្រិកអាស៊ីតហ្វេនីលអាសេតិកលោកបានបន្តថាសារធាតុគីមីទាំង4ដែលពិសោធន៍ឃើញនោះមាន pH ខ្ពស់ដែលវាមានផលប៉ះពាល់ដល់មនុស្សសត្វរុក្ខជាតិហើយលោកសូមអំពាវនាវដល់ប្រជាពលរដ្ឋនៅចន្លោះគីឡូម៉ែត្រ78-79ខេត្តកំពង់ស្ពឺកុំប្រើប្រាស់ទឹកក្នុងដីរយៈពេល1ឆ្នាំហើយកុំចូលទៅកាន់កន្លែងដែលមានសារធាតុគីមីនោះនៅឲ្យឆ្ងាយពីវាចម្ងាយ500ម៉ែត្រជុំវិញកន្លែងកើតហេតុដោយសារធាតុនេះប្រជាពលរដ្ឋប្រសិនបើមានការយល់ច្រឡំឬក៏ធ្វើប្រហែសដែលជាប់ឬក៏ប៉ះឬក៏ប្រើប្រាស់ទឹកដែលមានជាប់ដោយសារធាតុនេះគឺនឹងមានគ្រោះថ្នាក់ទៅដល់សុខភាពពីព្រោះវាអាចស៊ីកាត់កោសិកានៅក្នុងខ្លួនយើងជាពិសេសកោសិកានៃសរីរាង្គផ្សេងៗហើយដូច្នេះហើយបានជាយើងចង់ផ្សព្វផ្សាយតាមរយៈសារព័ត៌មាននេះឲ្យប្រជាពលរដ្ឋមានការស្ទាត់ជ្រាបអំពីគ្រោះថ្នាក់ដោយសារការប្រើប្រាស់សារធាតុគីមីមិនសមហេតុផលឬក៏ការចាក់ចោលសារធាតុគីមីខុសលក្ខណៈបច្ចេកទេសហើយបន្តទៅនេះគឺយើងរកឃើញសារធាតុផ្សេងទៀតដូចជាអាស៊ីតក្លូរីត្រិកជាវត្ថុរាវដែរដែលមានជាប់នៅក្នុងធុងដោយហេតុដូច្នេះគឺមានន័យថាធុងត្រូវបានគេចាក់អាស៊ីតក្លូរីត្រិកចូលទៅក្នុងដីដែលយើងមិនបានដឹងអំពីបរិមាណហើយអាស៊ីតក្លូរីត្រិកនេះមានដង់ពិសេសខ្ពស់ជាងទឹកដូច្នេះវាងាយជ្រាបចូលទៅក្នុងដីហើយជាហេតុធ្វើឲ្យវាធ្លាក់ចូលទៅក្នុងដីកាន់តែជ្រៅប្រសិនបើមានភ្លៀងធ្លាក់កាន់តែខ្លាំងវានឹងជំរុញការធ្លាក់ចុះនៃអាស៊ីតក្លូរីត្រិកអាចទៅដល់ប្រភពទឹកក្រោមដីបានដែលជាហេតុធ្វើឲ្យប្រភពទឹកក្រោមដីត្រូវបំពុលត្រូវប៉ះពាល់ត្រូវខូចខាតហើយដូច្នេះប្រជាពលរដ្ឋដែលប្រើប្រាស់ប្រភពទឹកក្រោមដីជាពិសេសទឹកដូងនឹងអាចបង្កឲ្យមានជំងឺដូចជាជំងឺរាគស្បែកនិងជំងឺបង្កាត់ផ្សេងៗនៅក្នុងសប្តាហ៍នេះគឺគ្រូពេទ្យបន្ទាប់120រូបស្ម័គ្រចិត្តជួយព្យាបាលយុវជនដែលចូលវាស់ដីជួយប្រជាពលរដ្ឋដោយនាយកមន្ត្រីពេទ្យប្រកេតុមីលាមានប្រសាសន៍ថាគ្រូពេទ្យចំនួន120រូបបានស្ម័គ្រចិត្តចេញទៅតាមបណ្ដាខេត្តមួយចំនួនក្នុងគោលបំណងគឺព្យាបាលជំងឺដល់យុវជនស្ម័គ្រចិត្តដែលចូលទៅវាស់ដីជួយប្រជាពលរដ្ឋអាដាមវិជ្ជបណ្ឌិតលីសូវ៉ាន់នាយកមន្ត្រីពេទ្យប្រកេតុមីលាបានប្រាប់ទូរទស្សន៍ហងមាស HD TV នៅមន្ទីរពេទ្យថាក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងនេះនឹងចុះទៅជួយព្យាបាលនិងសង្គ្រោះបឋមដល់យុវជនស្ម័គ្រចិត្តទាំង734នាក់ដែលកំពុងបំពេញបេសកកម្មតាមអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនអាដាមបន្តថារដូវនេះជារដូវវស្សាមានភ្លៀងធ្លាក់ជោគជាំងាយនឹងបង្កឲ្យមានជំងឺផ្សេងៗជាយថាហេតុម្យ៉ាងទៀតដោយយុវជនជានិស្សិតស្ម័គ្រចិត្តទាំងអស់មិនធ្លាប់រស់នៅបំពេញការងារក្នុងព្រៃហេតុនេះហើយក្រសួងការពារជាតិរៀបចំឲ្យមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះឡើងដើម្បីទៅជួយក្នុងការព្យាបាលការបំពេញភារកិច្ចនេះក្នុងស្ថានភាពសន្តិភាពដូច្នេះការបំពេញភារកិច្ចនេះវាជាក្នុងសុខចិត្តរបស់យើងវិន័យរបស់យើងតែប៉ុណ្ណោះកិច្ចការងារដែលត្រូវការប៉ះពាល់នៅក្នុងបញ្ហារបួសស្នាមផ្សេងដែលការឡើងភាសាការប្រយុទ្ធគ្នាយើងមិនអាចមានកាត់ឡើងទេបញ្ហាអត់នេះបញ្ហាមីនឬក៏វត្ថុជាតិដើមដែលវត្ថុអ្វីផ្សេងទៀតដែលបំផាត់ឲ្យទេជួយឲ្យគ្រោះថ្នាក់ដល់បងប្អូននោះក៏រឿងនេះក៏មានដំណើរការមានឡើងវាកំតិចតួចណាស់ដែលមានការមានឡើងបញ្ហានេះដូច្នេះការបំពេញភារកិច្ចរបស់យើងថ្ងៃនេះគឺបំពេញភារកិច្ចក្នុងស្ថានភាពសន្តិភាពយ៉ាងស្រស់អាដាមបញ្ជាក់ថាក្រុមគ្រូពេទ្យទាំងអស់ចែកចេញជា61ក្រុមហើយក្រុមគ្រូពេទ្យនឹងចុះទៅកាន់ឃុំចំនួន41នៃបណ្ដាខេត្តទាំង8មានខេត្តរតនគិរីមណ្ឌលគិរីក្រចេះកំពង់ចាមបាត់ដំបងបន្ទាយមានជ័យកំពតនិងខេត្តកំពង់ស្ពឺ
hay xong bạn kiểm soát được giảm chia ba tất cả các cái thứ còn đôi khi sử dụng được làm hay trong bên nước không điên nhưng để bán cho cái có bên thực chất phải vì đã thành nhiều những thực chất kia là hay dân được chỗ mùi còn đây thì đào trong tháng cùng nè trong một cái tài khoản còn nguyên bản là những chỗ tới những cái gì tránh là những người đang bị tệ thì là con là cái vị trí này kiểm phiến hay nằm bởi vì là chẳngចំពោះសហគមន៍អន្តរជាតិគឺគ្រប់គ្រងថាក្នុងការស្វែងរកសន្តិភាពនៃចំនួនព្រំដែនកម្ពុជាថៃដោយមន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិបានអះអាងថាសហគមន៍អន្តរជាតិបានគ្រប់គ្រងចំពោះកម្ពុជាដែលស្វែងរកសន្តិភាពពីបញ្ហាចំនួនព្រំដែនកម្ពុជាថៃដែលកើតឡើងតាំងពីឆ្នាំ2008កន្លងមកថ្លែងក្នុងពិធីផ្សព្វផ្សាយការងារនយោបាយចិត្តសាស្ត្រនិងសភាពការថ្មីត្រីមាសទី2ឆ្នាំ2012កាលពីព្រឹកថ្ងៃទី4ខែកក្កដាឆ្នាំ2012នាទីស្តីការក្រសួងអាដាមនាយឧត្តមសេនីយ៍នាងផាតរដ្ឋលេខាធិការក្រសួងការពារជាតិមានប្រសាសន៍ថានៅក្នុងកិច្ចការងារប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះគឺកម្ពុជាទទួលបានការគាំទ្រយ៉ាងធំធេងលើបញ្ហាសន្តិភាពនៅតាមបន្ទាត់ព្រំដែនដែលជារឿយៗភាគីកម្ពុជាទទូចចង់បានបញ្ហានេះកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងព្រោះវាជារឿងប្រទេសជាតិនិងតំបន់សម្រាប់យើងទាំងអស់គ្នាតែថៃមិនមានឆន្ទៈក្នុងការដោះស្រាយទេអាដាមបន្តទៀតថាក្រសួងការពារជាតិមានការធ្វើកំណែទម្រង់ច្រើនទាំងផ្នែកការពារសន្តិសុខផ្នែកសន្តិសុខលំហសមុទ្រដែលមានការសហការជាមួយមហាអំណាចដូចជាសហរដ្ឋអាមេរិកដែលមានទំនាក់ទំនងល្អជាមួយកងទ័ពកម្ពុជាដើម្បីជំរុញប្រសិទ្ធភាពក្នុងការអនុវត្តនៃការបង្កប់របស់តុលាការយុត្តិធម៌អន្តរជាតិស្ដីពីវិធានការបណ្ដោះអាសន្នខែ18ខែកក្កដាដើម្បីជំរុញប្រសិទ្ធភាពតុលាការកម្ពុជាលើកដើម្បីបង្ហាញយកសន្តិភាពដោយការទុកចិត្តគ្នានិងសហប្រតិបត្តិរវាងប្រទេសកម្ពុជាកម្ពុជាថៃជំនាញយើងអាចយល់ថាណាយកការឯកភាពដល់គ្រូរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីតាំងពីខែទី22ដែលមកឲ្យមើលហ្នឹងនេះតែលោកសញ្ញាថ្ងៃទី2ខែ6យកអាទៀតបានចាប់យើងសម្ដេចធ្វើការដល់ផងក្នុងនេះមានរដ្ឋាភិបាលក្នុងការនេះសម្រាប់ប្រមូលអ្នកស្ដាប់ការអបអរសាទរសម្ដេចក៏ជាឯករាជ្យទីជំនាញទី1ចេញពីរបស់ទីកំណត់បណ្ដោះអាសន្នដល់ទៅជួនលេខាធិការខាងសម្រាប់សម្ពោធអ្នកអត់សម្បានអាការរួមហេតុការជាមួយនឹងកម្មវិធីឯកភាពខ្លាំងណាស់ក្នុងតែជួនគ្នាបើយើងជួបគ្នាម្ដងតែយើងជួបគ្នាទៀតនិយាយមិនកើតទៅទូទៅតែណាយើងដំណើរការថ្ងៃនេះដល់ទៅបើចឹងលើមហានេះទេក្នុងការប្រជុំសម្រាប់វិទ្យាសាស្ត្រនេះនិយាយអំពីកិច្ចការទាំងឡាយដែលយើងត្រូវធ្វើដែលសម្រាប់ឯកភាពនិងតែក៏បង្កប់យើងបានចូលទៅខាងនៃសម្រាប់នៃវិធានការរបស់រដ្ឋហើយមានការប្រជុំខាងមុខជួយដល់នៅក្នុងសប្តាហ៍នេះខ្ញុំបានក៏សង្ខេបជូននៅព័ត៌មានសេដ្ឋកិច្ចផងដែរដែលព័ត៌មានជាដំបូងនោះគឺទាក់ទងជាមួយនឹងទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងកម្ពុជានិងចក្រភពអង់គ្លេសមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានបន្តកើនឡើងក្នុងរង្វង់ 50% ទៀតនៅត្រីមាសទី1ឆ្នាំ2012នេះជាមួយនឹងទឹកប្រាក់$178 លានជាមួយគ្នានេះដែរយោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាហៅកាត់ថា CDC ចក្រភពអង់គ្លេសគឺជាប្រទេសវិនិយោគធំជាងគេនៅកម្ពុជាក្នុងឆ្នាំ2011ដោយបានវិនិយោគក្នុងទឹកប្រាក់$2.2 លានហើយទំហំទឹកប្រាក់វិនិយោគនេះគឺប្រហាក់ប្រហែលទៅនឹងទំហំទឹកប្រាក់ដែលចក្រភពអង់គ្លេសបានវិនិយោគនៅកម្ពុជាចន្លោះពីឆ្នាំ1995ដល់ឆ្នាំ2010ដែលមានចំនួនទឹកប្រាក់$2.4 លានមិនតែប៉ុណ្ណោះការលើកលែងពន្ធចំពោះការនាំចេញរបស់កម្ពុជាទៅទីផ្សារសហគមន៍អឺរ៉ុបត្រូវបានគេហៅថាអ្វីៗទាំងអស់លើកលែងតែអាវុធនោះបានជំរុញឲ្យមានការចាប់អារម្មណ៍ពីសំណាក់អ្នកវិនិយោគអង់គ្លេសក្នុងការបង្កើតសហគ្រាសរោងចក្រនៅកម្ពុជាសម្រាប់ការនាំចេញទៅអឺរ៉ុប
តើតើនឹងការវិនិយោគក្នុងវិស័យកសិកម្មវិញយោងតាមទួលនីតិរបស់ក្រមប្រឹក្សាអភិវឌ្ឍកម្ពុជាហៅកាត់ថា CDC គឺការវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជារយៈពេលមួយទសវត្សរ៍ចុងក្រោយនេះស្ថិតក្នុងស្ថានភាពមួយវិជ្ជមានក្នុងនោះដំណើរនៃការវិនិយោគកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំយោងតាមតួលេខពីប្រភពខាងលើការវិនិយោគក្នុងវិស័យនេះចន្លោះពីឆ្នាំ2003ដល់ឆ្នាំ2011គិតជាទឹកប្រាក់សរុបសម្រាប់បានជិត$2,700 លានក្នុងនោះវាបានកើនឡើងពី$2.4 លានក្នុងឆ្នាំ2003ដល់ទឹកប្រាក់$725 លាននៅឆ្នាំ2011ជាមួយនឹងគម្រោងវិនិយោគសរុបចំនួន111គម្រោងជាមួយគ្នានេះតាមការអង្កេតការវិនិយោគមានសន្ទុះកើនឡើងខ្លាំងក្នុងអំឡុងពេល3ឆ្នាំថ្មីៗនេះគឺពីឆ្នាំ2009ដល់ឆ្នាំ2011ដែលគិតជាមធ្យមសម្រាប់បានក្នុងរង្វង់$600 លានក្នុងមួយឆ្នាំហើយរំពឹងថានឹងនៅតែរក្សាភាពរឹងមាំនៅឆ្នាំ2012នេះខណៈនៅត្រីមាសទី1ដើមឆ្នាំនេះវិស័យកសិកម្មទាក់ទាញការវិនិយោគក្នុងទឹកប្រាក់$161 លានដោយបានកើនឡើងទឹកប្រាក់ពី$4 លានក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំទៅចំពោះសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយនឹងអាមេរិកវិញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថាកម្ពុជាជាភាគីដែលទទួលបានប្រយោជន៍ច្រើនជាងអាមេរិកទាំងផ្នែកពាណិជ្ជកម្មនិងការវិនិយោគបានក្នុងនោះអាមេរិកគឺជាទីផ្សារដ៏ធំបំផុតសម្រាប់ការទិញរបស់កម្ពុជានិងអាមេរិកក៏ជាប្រទេសដែលបានដាក់ទុនវិនិយោគនៅកម្ពុជាផងដែរដែលនេះបានជួយដល់ការរីកចម្រើនទាក់ទងជាមួយសកម្មភាពសេដ្ឋកិច្ចនៅកម្ពុជាយោងតាមតួលេខរបស់ការិយាល័យជំរឿនសហរដ្ឋអាមេរិកការនាំចេញរបស់កម្ពុជាទៅទីផ្សារសហរដ្ឋអាមេរិកបានកើនឡើងគួរឲ្យភ្ញាក់ផ្អើលចាប់តាំងពីឆ្នាំ1997គិតមកទល់ពេលនេះមានរយៈពេលជាង16ឆ្នាំហើយដែលកម្ពុជានាំចេញទៅទីផ្សារអាមេរិកច្រើនជាងនាំចូលពីអាមេរិកវិញតួលេខបង្ហាញថាការនាំចេញរបស់កម្ពុជាបន្តកើនឡើងក្នុងអត្រាមួយខ្ពស់ជារៀងរាល់ឆ្នាំដោយបានកើនឡើងទឹកប្រាក់ពី$103 លាននៅឆ្នាំ1997ដល់ទៅទឹកប្រាក់$2,712 លានក្នុងឆ្នាំ2011កន្លងទៅខណៈកម្ពុជាបាននាំចូលពីអាមេរិកវិញក្នុងទឹកប្រាក់ត្រឹមតែ$18 លាននៅឆ្នាំ1997និងទឹកប្រាក់$186 លានប៉ុណ្ណោះនៅឆ្នាំ2011មិនតែប៉ុណ្ណោះក្នុងរយៈពេល4ខែដំបូងនៃឆ្នាំនេះកម្ពុជានាំចេញទៅអាមេរិកសម្រាប់បានក្នុងទឹកប្រាក់$653 លានខណៈកាលពីខែមីនាកន្លងទៅថ្មីៗនេះមានក្រុមហ៊ុនល្បីៗមកពីសហរដ្ឋអាមេរិកបានរួមគ្នាដាក់ទុនវិនិយោគនៅកម្ពុជាក្នុងទឹកប្រាក់ជាង$1,300 លានដោយបានផ្ដោតលើវិស័យផ្សេងៗព័ត៌មានជាសង្ខេបនៅពេលនេះចាប់តែប៉ុណ្ណេះជាបន្តសូមជូនព័ត៌មានអន្តរជាតិ